ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដំឡើងកម្មវិធី Easy Screen Translate នៅក្នុងទូរស័ព្ទដៃរបស់យើងដើម្បីធ្វើការបកប្រែជាភាសាអង់គ្លេសទៅជាភាសាខ្មែរអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់បានចូលទៅធ្វើការ download ទេបងប្អូនចូល Play App Store មកតមកទៀតបងប្អូនវាយពាក្យថា Easy Screen ខាងលើនេះ Easy Screen Translator បងប្អូនចុចមកបន្តមកទៀតនេះគឺជាកម្មវិធីមួយនឹងអញ្ចឹងដោយសារតែខ្ញុំបានធ្វើការ download ហើយអញ្ចឹងខ្ញុំចុច open តែម្ដងមកហើយយើងចុច allow មកកម្មវិធីនេះគឺវាទាមទារឲ្យយើងធ្វើការបង់លុយប៉ុន្តែយើងមិនចាំបាច់ធ្វើការបង់លុយទេយើងចុចសញ្ញាខ្វែងនៅខាងលើនេះមកបន្តមកទៀតនៅកន្លែងភាសានេះសុំទោសនៅត្រង់ភាសាអង់គ្លេសនេះគឺយើងដូរមកជាភាសាខ្មែរដើម្បីយើងធ្វើការបកប្រែទៅជាភាសាខ្មែរអញ្ចឹងបងប្អូនអស់ចុះក្រោមមកនេះខ្មែរយើងគ្រីសកន្លែងហ្នឹងមកតមកទៀតបងប្អូនទាំងអស់គ្នាចូលមកក្នុង shortcut នៅខាងក្រោមនេះបន្ទាប់ពីចូល shortcut ហ្នឹងហើយបងប្អូនចុចចូលកន្លែង add shortcut ខាងលើនេះមកអញ្ចឹងនៅពេលដែលយើងចុច add shortcut បានហើយគឺយើងចូលនៅក្នុង setting វិញយើងត្រឡប់មកចូលក្នុង setting ហើយយើងអស់ចុះក្រោមមកយើងចូលនៅក្នុងពាក្យថា accessibility បន្តមកទៀតយើងចុចទៅលើពាក្យថា type ហើយយើងចុចទៅលើ easy type នៅខាងលើនេះមកបើសិនជាបងប្អូនមិនទាន់បើកទេបងប្អូនធ្វើការចុចបើកទៅលើនឹងមកបន្ទាប់ពីបើកហើយបងប្អូនធ្វើការចុចទៅលើពាក្យថា double tap នេះហើយ